ការពិតចំពោះមុខអ្នកវាមិនមែនជាការពិតនៅថ្ងៃអនាគត Oh my god ការពិតចំពោះមុខអ្នកណាបាត់ណាវវាមិនមែនជាការពិតនៅថ្ងៃអនាគតអញ្ចឹងពីមុនខ្ញុំក្របើសិនជាការពិតនឹងវារហូតជានិរន្តរ៍ថ្ងៃនេះខ្ញុំមិនអាចមានបានទេចុះអ្នកខ្លះថ្ងៃនេះមានហេតុអី10ឆ្នាំក្រោយមកគាត់ខ្លាចជាអ្នកក្រហើយថ្ងៃនេះប៉ាកែហេតុអីមនុស្សខ្លះបាក់ស្បាតរហូតទៅខ្លាចជាមនុស្សដែលលេងហ៊ានអឺតឡើងអ្នកខ្លះពីមុនអត់ចេះអីអាសមិនចេះភាពក្លាហានមិនចេះឡាយមិនហ៊ានចេញនឹងឡាយផងហេតុអី2ឆ្នាំឬ1ឆ្នាំក្រោយមកហ៊ានឡាយចេះឡាយកាយវិការអូហូមើលមក start online yes អ្នកដឹងអត់ key នេះមហាថ្លៃចូលអ្នកចាំការពិតចំពោះមុខអ្នកណាបាត់ណាវាមិនមែនជាការពិតមួយជីវិតហើយមិនមែនជាការពិតដ៏និរន្តរ៍នៅក្នុងជីវិតរបស់យើងវាគ្រាន់តែជាការពិតដែលចំពោះមុខយើងតែមួយផ្លេតហ្នឹងវាគ្រាន់តែជាអ្វីដែលបំភាន់ភ្នែកយើងមួយផ្លេតហ្នឹងមានអត់មានអ្វីដែលដូចថ្ងៃហ្នឹងរហូតទេសំបីតែសម្ផស្សអ្នកសម្រស់អ្នកក៏វាដូច10ឆ្នាំទៀតអ្នកដូរ10ឆ្នាំទៀតអ្នកដូរទៅទៀតមែនឬមែនវានេះជាច្បាប់ចំណេញនៃធម្មជាតិអញ្ចឹងអ្នកគិតថាអូពេលនេះខ្ញុំបរាជ័យនេះណាក់បាត់ណាវនេះបើខ្ញុំកំពុងមើលទៅវាមានផ្លូវអីល្អផងតែអ្នកគិតថាថ្ងៃហ្នឹងអត់ល្អថ្ងៃក្រោយគឺអ្នកអត់ល្អថ្ងៃហ្នឹងវាជាអនាគតនៃថ្ងៃក្រោយតែវាមិនមែនថ្ងៃមុនខ្ញុំក្រសឹងអីហេតុអីរងថ្ងៃនេះមានស៊ីកញ្ចក់មិន3 4ឆ្នាំមុន5ឆ្នាំមុនខ្ញុំឆ្លាយឲ្យហ៊ានហៅមាត់ផងហើយលើហេតុអីទ្រឹស្ដីអូបើគេប្រើភាសាថាទ្រឹស្ដីវិញបាត់គេនិយាយឈ្នះខ្ញុំឯងកុំសប្បាយមកនិយាយឈ្នះខ្ញុំអញ្ចឹងពីមកអត់ចេះនិយាយ10ឆ្នាំក្រោយអត់ចេះនិយាយបើវាជាការពិត no មកពីថ្ងៃដែលខ្ញុំទិញដំបូងថាខ្ញុំនឹងពូកែខ្ញុំមានក្តីសង្ឃឹមហើយខ្ញុំដឹងថាគ្រប់យ៉ាងវាហ្វឹកបានឲ្យតែយើងចង់យ៉ាងពិតប្រាកដអញ្ចឹងអ្វីដែលកំពុងតែលំបាកទល់មុខហ្នឹងចូលអ្នកកុំទទួលយកវាអ្នកត្រូវបោះជំហានមើលទៅខាងមុខថ្ងៃក្រោយយើងនឹងមិនអញ្ចឹងទេយើងនឹងដោះស្រាយឲ្យរលូនហើយងាយសប្បាយខីតខ្លួនធ្វើមកហើយមែនឬមែនមែនឬមែនការពិតថ្ងៃហ្នឹងមិនអនាគតអ្នកអញ្ចឹងមែន no មានតែការគិតរបស់អ្នកណាក់បាត់ណាទេទៅខ្លាចជាអនាគតរបស់អ្នកថ្លៃស្ដាប់តើនេះការពិតនៃណាក់បច្ចុប្បន្នអ្នកឃើញនឹងភ្នែកដោយកាយវិការមិនជាអនាគតរបស់អ្នកជានិរន្តរ៍តែម៉ែទៅទៀវណាណីមកការពិតនៃអនាគតរបស់អ្នកគឺការគិតណាក់បាត់ណាវគឺជាការគិតនឹងអារម្មណ៍ណាក់បាត់ណាវរបស់អ្នកគឺជាអនាគតរបស់អ្នកវិញទេខ្ញុំប្រាប់តាំងពីខ្ញុំស្គាល់ច្បាប់ស្រុកទាញមកខ្ញុំអត់ដែលទទួលស្គាល់ការពិតនៅចំពោះមុខទេខ្ញុំអត់ដែលភ័យថាការពិតនឹងស្ទេក្នុងជីវិតខ្ញុំរហូតទេខ្ញុំទទួលស្គាល់តែអារម្មណ៍និងការគិតតែខួរក្បាលខ្ញុំកំពុងតែនឹកគិតនឹងអារម្មណ៍ខ្ញុំបែបម៉េចនៅក្នុងខួរក្បាលខ្ញុំអារម្មណ៍ថាភ័យខ្លាចថ្ងៃក្រោយលំបាកអូយអានឹងអនាគតថ្ងៃក្រោយនឹងចឹង no សំដៅវិញមានក្តីសង្ឃឹមថ្ងៃក្រោយដឹងថាថែនឡាមេរៀន racing ថ្ងៃមុនណាព្រោះខ្ញុំដឹងយ៉ាងច្បាស់ថាអនាគតខ្ញុំស្ថិតនៅក្នុងអារម្មណ៍ណាក់ខណៈពេលនេះនិងការគិតរបស់ខ្ញុំណាក់ខណៈពេលនេះអញ្ចឹងធ្វើមិនដើម្បីជីវិតមិនថាមួយខែក្រោយមក3ខែក្រោយមកឬឆ្នាំក្រោយមកការគិតនឹងអារម្មណ៍គិតដំបូងគិតសិនទេបន្ទាប់មកខ្លាចជាអារម្មណ៍ពិតមកអញ្ចឹងក៏ផាត់ថៃនឹងបញ្ហាចំពោះមុខចូលអ្នកប្រាប់ខ្លួនឯងថាខ្ញុំមានក្តីសង្ឃឹមខ្ញុំមានធម៌ពលក្តីសង្ឃឹមពោះហើយអ្នកត្រូវចេះវាតម្លៃឲ្យវាទៅជាបុកខ្ញុំអត់អាចនិយាយអស់វាមានរឿងជាច្រើនដែលចំពោះខ្ញុំមុខខ្ញុំបើសិនជាមនុស្សធម្មតាគេប្រាប់ថាទង្វើដែលយើងទទួលយកអត់បានហេតុអីវាត្រូវអញ្ចឹងតែថ្ងៃហ្នឹងខ្ញុំដឹងថាថ្ងៃក្រោយនឹងមានរឿងល្អដោយសាររឿងហ្នឹងខ្ញុំអរគុណទាំងទឹកភ្នែកអរគុណទាំងឈឺចិត្តខ្ញុំប្រាប់ខ្ញុំឈឺចិត្តខ្ញុំអរគុណទាំងទឹកភ្នែកខ្ញុំអរគុណទាំងកំហឹងទៅបងតែខ្ញុំនឹងរសាយម្ដងតិចដោយសារអីថាខ្ញុំប្រាប់ទៅអនាគតខ្ញុំថាខ្ញុំនឹងជួបរឿងល្អដោយសាររឿងដែលជួបមួយហ្នឹងចក្រវាលរុញខ្ញុំឲ្យមកដល់ផ្លូវហ្នឹងតែថ្ងៃក្រោយវាជារឿងល្អសម្រាប់ខ្ញុំទេតែសួរថាដំបូងអ្នកណាទទួលយកបានស្ថានភាពនៅមុខវាច្បាស់ឲ្យកន្លែងថាយើងនឹងគឺកំពុងតែជួបអ្វីដែលវាទទួលយកអត់បានទាំងឈឺចិត្តទាំងអីប្រការណាមួយតាមរឿងអ្នកទាំងអស់គ្នានឹងធ្លាប់ជួបហើយតែខ្ញុំដឹងខ្ញុំមានសតិចាប់ទាន់ថាបើសិនជាអញនៅតែឈឺចិត្តមានអារម្មណ៍បែបហ្នឹងទៀតអនាគតអញនឹងខ្លាយជាអ្វីដែលកំពុងតែមានអារម្មណ៍ពេលនេះគិតពេលនេះតាអញ្ចឹងណូមាត់ទៅសិនអរគុណទឹកភ្នែកផងអរគុណផងឈឺចិត្តផងអរគុណនឹកឃើញទៀតនឹកឃើញពេលឈឺចិត្តខីខ្ញុំមុនថ្ងៃនេះសងគ្នាហ្មងហើយរឿងហ្នឹងល្អវាល្អវាល្អលើកទី1ទទួលយកបានលើកទី2ទទួលអត់បានលើកទី3នឹកឃើញទៀតឈឺចិត្តទៀតទទួលយកបានលើកទី4ទៀត no confirm រហូតដល់ទទួលយកបានខ្លាចជាការជឿយើងអស់ទាំងកំហឹងយើងអស់ទាំងការឈឺចិត្តព្រោះអីគ្រប់យ៉ាងវាអាចថយក្រោយនៅពេលដែលយើងជួបបញ្ហាហ្នឹងអ្វីដែលយើងតែងតែស្ដាយគឺស្ដាយក្រោយស្ដាយអត់ហេតុអីយើងត្រូវដើរមកដល់ផ្លូវហ្នឹងហេតុអីយើងត្រូវធ្វើអញ្ចឹងហេតុអីយើងត្រូវជួបរឿងមួយហ្នឹងបើសិនជាយើងមិនធ្វើអញ្ចេះវាអត់ជួបរឿងអញ្ចេះហើយនៅពេលម្ដងមានបញ្ហាមនុស្សតែងតែអញ្ចឹងនៅហេតុអីយើងត្រូវដើរមកដល់ផ្លូវហ្នឹងហេតុអីយើងត្រូវជួបមនុស្សអ្នកនេះហេតុអីយើងត្រូវស្អីប្រការណាមួយតាមការជួបរបស់អ្នកទាំងអស់គ្នាបន្ទាប់ចុងក្រោយមកគឺបន្ទាប់ខ្លួនឯងស្ដាយអតីតហើយឈឺចិត្តហើយឈឺចាប់ទទួលយកមិនបានហើយក៏វាអារម្មណ៍នឹងដកជាប់រហូតដល់ខ្លាចជាអនាគតវាអញ្ចឹងនេះខ្លាចជាវិបត្តិសារីហើយយើងក៏អាចដើរទៅមុខរួចហើយយើងជួបវាបែបពេញកំហឹងបែបយើងគេហៅថាពង្រាយឬពង្រិចអត្តន័យវាបន្ថែមពង្រិចថែមទៀតរហូតដល់
រឿងតាំងពីប៉ុណ្ណេះដល់ពេលរីកទៅអូយវិញឆ្ងាយធំដល់ពេលថ្ងៃក្រោយអូយដូចអ្វីដែលយើងអស់សង្ឃឹមគិតថ្ងៃហ្នឹងអត់មានខុសអូហូថ្លៃតែនៅពេលដែលស្គាល់ដឹងហើយ My God អត់ឲ្យស៊ីខ្ញុំបានទេខ្ញុំត្រូវតែបដូរការគិតនឹងថ្មី confirm អ្វីដែលល្អចាំបានអត់គេខ្ញុំប្រាប់ភាពភ័យខ្លាចដាក់រឿងល្អចូលចក្រវាលដឹងតែឲ្យអ្វីដែលល្អឲ្យយើងដឹងពីអ្វីឲ្យយើងដើរឲ្យទាន់អ្វីមួយហើយបាទយើងជួបរឿងហ្នឹងខ្ញុំជឿយ៉ាងច្បាស់ថាសួរថាហេតុអីជឿព្រោះខ្ញុំជឿលើចក្រវាលព្រោះចក្រវាលតែងតែឲ្យអ្វីល្អៗមកឲ្យខ្ញុំជីវិតខ្ញុំមកដល់ថ្ងៃហ្នឹងដោយសារចក្រវាលអញ្ចឹងបើខ្ញុំអត់ជឿចក្រវាលទៀតតែខ្ញុំទៅជឿអ្នកណាបើគ្រប់យ៉ាងនៅក្នុងជីវិតខ្ញុំបានដោយសារចក្រវាលឲ្យផ្ទះឡានលុយស្អីគ្រប់ everything គ្រប់យ៉ាងគឺបានមកដោយសារចក្រវាលឲ្យដោយសារជឿ believe លើចក្រវាលអញ្ចឹងហេតុអីខ្ញុំដឹងជឿហេតុផលមនុស្សវាចាប់ផ្ដើមវិភាគសពគ្រប់ថាហេតុផលអីណែខ្ញុំមានផុសតាមមក support រហូតដល់វាពេលវេលាកន្លងផុតទៅយើងត្រឡប់ទៅមើលអតីតនៅពេលដែលគ្រប់យ៉ាងអូខេហើយយើងត្រឡប់ទៅមើលអតីតហើយមែនតារឿងល្អមែនតាបើសិនជាអត់ជួបរឿងហ្នឹងយើងអាចនឹងខាត់បងច្រើនជាងហ្នឹងយើងអាចនឹងអស់ច្រើនជាងហ្នឹងយើងអាចនឹងប្រកាសណាមួយជាងហ្នឹងហើយដល់ពេលទៅមើលភាពជាក់ស្ដែងមកមែនថ្ងៃហ្នឹងបើសិនជាខ្ញុំមិនជឿលើចក្រវាលបើសិនខ្ញុំមិនវាតម្លៃរឿងល្អទេបើសិនជាខ្ញុំឲ្យវាអនិយមន័យអាក្រក់ខ្ញុំមិនស្ដាយក្រោយហើយបើសិនជារឿងហ្នឹងមិនកើតឡើងខ្ញុំនឹងស្ដាយក្រោយឲ្យតកែអតីតអត់ម្លងពេលពុំកើតចង់តកែអតីតបើសិនជាអូភាំងចាយ 10000 20000 ឬ 50000ខ្ញុំទៅតកែអតីតតែដល់ពេលដល់ថ្ងៃនេះសួរថាតកែអតីតវិញអត់ទៅញាក់ទៅព្រោះវាមានតម្លៃបើមិនជឿអ្នកសាក់បោះដាក់ជើងមើលជីវិតអ្នកហើយបើអ្នកទៅជួបបញ្ហានៅក្នុងការមើលវីដេអូនេះវាជានិស្ស័យរបស់អ្នកចូលអ្នកធ្វើវាហើយ3ខែក្រោយមកឬ2ខែក្រោយមកចូលអ្នកមកសម្លឹងថ្ងៃដែលកន្លងផុតទៅតែដូចអ្វីដែលម៉ែរួយនិយាយឬអត់ជាលបងតែថ្ងៃដែលអ្នកត្រឡប់មកវើវិញតើអ្នកនឹងស្ដាយអត់ទៀតអត់ខ្ញុំជឿថាអ្នកទាំងអស់គ្នាលេងស្ដាយអញ្ចឹងតួនាទីរបស់អ្នកគឺមានតួនាទី control រាល់អារម្មណ៍និងការគិតរបស់អ្នកណខណៈបច្ចុប្បន្នណាក់បាត់ណាវមកអញ្ចឹងមិនឲ្យអ្នកចេះសមាធិចេះចាប់អារម្មណ៍ខ្លួនឯងដឹងរាល់អារម្មណ៍និងការគិតរបស់អ្នកណាក់ពេលនេះគិតអីសប្បាយចិត្តអត់មានសង្ឃឹមអត់អស់សង្ឃឹមអត់ភ័យខ្លាចអត់បារម្ភអត់ព្រួយអត់មនុស្សធម្មតាចាប់មិនទាន់មែនជាកូនតារាងមកហើយចាជម្រាបសួរកូនមែនរឿងមិនខ្ញុំមិនមែនរឿងមួយពីរអូយរឿងរាប់ផ្លេចតែជួបហើយបោះដានជើងទៅអូ my god រឿងនេះល្អជួបហើយបោះដានជើងទៅអូយអរគុណចក្រវាលមិនតិចរឿងរាប់ផ្លេចមិនតែរឿងពីររឿងរាប់ផ្លេចខ្ញុំរាប់នឹងផ្លេចឲ្យថារឿងអីខ្លះតែនៅពេលដែលវាកើតឡើងយើងជំនាញហីអញ្ចឹងមិនមើលខ្ញុំមិនសូវចេះកើតទុកបានទេដោយសារខ្ញុំដឹងខ្ញុំកើតទុកអនាគតខ្ញុំត្រូវកើតទុកអញ្ចឹងខ្ញុំមិនអាចកើតទុកបានអញ្ចឹងខ្ញុំត្រូវបង្កើតអនាគតថ្មីរបស់ខ្ញុំបច្ចុប្បន្នទីគ្រាន់តែអ្វីដែលកើតឡើងមកផ្លេចហ្នឹងម៉ែអើយរឿងនេះថ្ងៃមិញឥឡូវម៉ែនិយាយរឿងហ្នឹងហ្មងលុយម៉េះចាចម្លើយចក្រវាលឲ្យកូនឯងទាំងអត់នៅពេលដែលកូនឯងចង់បានអីមួយចក្រវាលមក confirm ដូចអ្នកបានស៊ីណាក៏និយាយថានៅពេលដែលខ្ញុំឆ្ងល់រឿងអីឬការសម្រេចចិត្តអីមួយតែតែម៉ែចេញ live មកប្រាប់រហូតនេះហើយចម្លើយរបស់ចក្រវាលមក confirm ប្រាប់អ្នកថាអ្នកត្រូវទៅផ្លូវណា